បងប្អូនទាំងអស់គ្នាមូលនិធិរបស់ខ្ញុំគឺមិនត្រឹមតែជួយតាម QR code ទេឥឡូវនេះគឺខ្ញុំបើកអាចឲ្យបងប្អូនទាំងអស់គ្នាជួយអីវ៉ាន់ដូចជាអីវ៉ាន់ផ្សេងអំបុកឬក៏អីវ៉ាន់ប្រើប្រាស់ផ្សេងទៅដល់បងកងទ័ពក៏ដូចជាបងប្អូនជនភៀសសឹកអាចយកមកដាក់នៅផ្ទះខ្ញុំផ្ទាល់បានផ្ទះខ្ញុំគឺនៅសែនសុខខ្ញុំនឹងដាក់ទីតាំងផ្ទះខ្ញុំផ្ទាល់នៅក្នុងខមមិនខាងក្រោមនេះគឺជាអីវ៉ាន់តិចតួចដែលបងប្អូនយើងបានយកមកផ្ញើស្រាប់ដូចជាអីវ៉ាន់ដែលខ្ញុំបានចំណាយលុយមូលនិធិខ្លះដើម្បីទិញហើយនៅមានអំបុកយើងទៀតអំបុកយើងគឺនៅ2-3ឡានចិត្តមកដល់ហើយចឹងបងប្អូនទាំងអស់គ្នាអាចយកអវ៉ាន់មកផ្ញើតាមខ្ញុំបានទីតាំងគឺខ្ញុំនឹងដាក់នៅក្នុង comment អរគុណច្រើនបងប្អូនទាំងអស់គ្នាក្រុមហ៊ុន Hanuman បានឧបត្ថម្ភមូលនិធិរបស់យើងចំនួន$5,000អ្នកទាំងអស់គ្នាអរគុណខ្លាំងមែនទែនចំពោះទឹកចិត្តដ៏ធំធេងមួយនេះខ្ញុំនឹងយកថវិកាមួយនេះដើម្បីពង្រីកជំនួយយើងបន្ថែមទិញស្បៀងដូចជាអំបុកនំប៉័ងងៀតគោអីផ្សេងដើម្បីបញ្ជូនទៅដល់វីរៈកងទ័ពរបស់យើងហ្មងឥឡូវនេះដែរគឺពួកខ្ញុំកំពុងតែរៀបចំស្បៀងអាហារបញ្ជូនទៅបងវីរៈកងទ័ពតែម្ដងដោយសារតែបងជនភៀសសឹកយើងជូនជាសម្ភារៈប្រើប្រាស់វិញអរគុណអ្នកទាំងអស់យើងមកមើលស្ថានភាពបងប្អូនជនភៀសសឹកជាមួយនឹងខ្ញុំទាំងអស់គ្នាបាយមើលគេបងមួយប្រហុកសតាំងពីម្សិលមិញនេះគាត់មកពីខាងលងវែងអ្នកទាំងអស់គ្នាមកម្សិលមិញឬក៏ថ្ងៃនេះមកពីម្សិលមិញតែដេកផ្លូវគេលើផ្លូវតាមផ្លូវតាមផ្លូវតែព្រឹកដែរមិនបាអត់អមបាអត់ឬក្រឹបខ្លាំងពេកម្សិលមិញក្រឹបដល់ហើយគាត់លឺគ្រាប់ខ្លាំងពេកអ្នកទាំងអស់គ្នាគឺគាត់សម្រុកចេញមកតែម្ដងសម្រាកនៅលើផ្លូវធ្វើដំណើរតទៀតអីវ៉ាន់ទឹកផឹកមកបានប៉ុណ្ណាយកប៉ុណ្ណឹងចាបានប៉ុណ្ណាយកប៉ុណ្ណឹងអីវ៉ាន់បានប៉ុណ្ណាយកប៉ុណ្ណឹងហើយគាត់ថាអត់បានមុជទឹកទៀតមកញ៉ាំបាយនៅមានកូនក្មេងមានកូនឆ្កែមានកូនក្មេងបើសិនជាលម្អនេះវិញគឺយកតាំងកូនឆ្កែមកទៀតអ្នកទាំងអស់គ្នាកូនគីគីជូនពរជាជនទាំងអស់បងប្អូនដែលជួយមកសូមឲ្យបងប្អូនជួបដីសុខដីចម្រើនទាំងអស់គ្នានេះបានបនទៅដល់បងប្អូនទាំងអស់គ្នាដែលបានចូលរួមមូលនិធិរបស់ខ្ញុំដែរចែកបនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាមានទុកលំបាកគឺយើងជួយគ្នាទៅវិញទៅមកហើយយើងមកមើលស្ថានភាពបងប្អូនជនភៀសសឹកជាមួយនឹងខ្ញុំទាំងអស់គ្នាបាយមើលគេបងមួយប្រហុកសតាំងពីម្សិលមិញនេះគាត់មកពីខាងលងវែងអ្នកទាំងអស់គ្នាមកម្សិលមិញឬក៏ថ្ងៃនេះមកពីម្សិលមិញតែដេកផ្លូវគេលើផ្លូវតាមផ្លូវតាមផ្លូវតែព្រឹកដែរមិនបាអត់អមបាអត់ឬក្រឹបខ្លាំងពេកម្សិលមិញក្រឹបដល់ហើយគាត់លឺគ្រាប់ខ្លាំងពេកអ្នកទាំងអស់គ្នាគឺគាត់សម្រុកចេញមកតែម្ដងសម្រាកនៅលើផ្លូវធ្វើដំណើរតទៀតអីវ៉ាន់ទឹកផឹកមកបានប៉ុណ្ណាយកប៉ុណ្ណឹងចាបានប៉ុណ្ណាយកប៉ុណ្ណឹងអីវ៉ាន់បានប៉ុណ្ណាយកប៉ុណ្ណឹងហើយគាត់ថាអត់បានមុជទឹកទៀតមកញ៉ាំបាយនៅមានកូនក្មេងមានកូនឆ្កែមានកូនក្មេងបើសិនជាលម្អនេះវិញគឺយកតាំងកូនឆ្កែមកទៀតអ្នកទាំងអស់គ្នាកូនគីគីជូនពរជាជនទាំងអស់បងប្អូនដែលជួយមកសូមឲ្យបងប្អូនជួបដីសុខដីចម្រើនទាំងអស់គ្នានេះបានបនទៅដល់បងប្អូនទាំងអស់គ្នាដែលបានចូលរួមមូលនិធិរបស់ខ្ញុំដែរចែកបនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាមានទុកលំបាកគឺយើងជួយគ្នាទៅវិញទៅមក